រទ្ធីគីងកុងបាត់ក្មេងនេះទើបតែ9ឆ្នាំវាយបាន9ដងមិនដែលចាញ់ហើយវាយនៅថៃខេត្តស្រះកែវនេះពេលថ្មីនេះដែលដឹកនាំដោយលោកសឿវណ្ណៈស្ថាបនិកគុនខ្មែរ Superfight ឥឡូវនេះរទ្ធីគីងកុងមានឈ្មោះវាយបន្តទៀតហើយអនាគតជាទំពាំងស្នងឫស្សីដ៏អង្អាចគុនខ្មែរអាចថាអ្នកលេងកែងដល់មុតស្រួចព្រោះផ្ដួលកីឡាករថៃនិងផ្ដួលកីឡាករមួយចំនួនទៀតក្នុងវ័យសបាក់សបាល់គ្នានឹងគឺកែងរបស់គេមុតបាទកម្លាំងស៊ូសក៏មកឆ្ងាញ់បាទអញ្ចឹងយើងចាំមើលថាការប្រកួតបន្តទៀតនេះរទ្ធីគីងកុងនឹងឈ្នះទៀតឬមួយក៏យ៉ាងណាបាទអញ្ចឹង3ប្រកួតបាទលោកសឿវណ្ណៈបានបង្ហោះលើ page របស់លោកគឺតែងតែរកទីផ្សារឲ្យក្មេងៗជាពិសេសគឺសិស្សគុនក្លឹបគុនខ្មែរ Superfight តែម្ដងឲ្យគាត់មានឱកាសក្នុងការប្រកួតបានរៀនផងហើយបានថវិកាបាទទ្រទ្រង់គ្រួសារផងហើយបានហាត់ក្បាច់គុនកម្លាំងពលំខ្លាំងក្លាថាក្លាហានផងបាទសុខភាពផងស្នងមរតកបាទដូនតាផងអញ្ចឹងលោកសឿវណ្ណៈបានបង្ហោះនៅលើ page បងប្អូនបានឃើញលើអេក្រង់នេះថ្ងៃទី12មីនាឆ្នាំ2025នេះគីងកុងត្រូវប្រកួតជាមួយនឹងបាទតូហ្វូបាទគឺនៅសង្វៀន Jet Fighter បាទថ្នាលសំតាលគុនខ្មែរណាបាទក្មេងៗសង្វៀន Jet Fighter ដែលគុនខ្មែរហ្នឹងគឺផ្ដោតទៅលើការប្រកួតថ្នាលតែម្ដងថ្ងៃទី23មីនាបាទគីងកុងត្រូវប្រកួតបាទជាមួយនឹងកីឡាករថៃនៅទូរទស្សន៍ជាតិបងប្អូនហើយប្រកួតនេះគឺឃើញបាទដាក់នៅខេត្តតាកែវអញ្ចឹងថ្ងៃទី9ឧសភាគីងកុងនេះត្រូវប្រកួតនៅថៃបាទប្រកួតនៅថៃហើយគឺគេលេងខ្សែក្រវ៉ាត់មកបងប្អូនបាទបន្ទាប់ពីឈ្នះបាទផ្ដួលកីឡាករថៃដោយប្រើកែងឆ្វេងស្ដាំកដាប់ដៃហើយថែមកែងឆ្វេងនឹងគឺសន្លប់ឈឹងបាទគឺឥឡូវនេះគឺទៅប្រទេសថៃបន្ថែមទៀតគឺវាយយកខ្សែក្រវ៉ាត់តែម្ដងលេងខ្សែក្រវ៉ាត់តែម្ដងបងប្អូនបាទនេះគីងកុងមិនធម្មតាក្មេងប៉ុន្តែក្បាច់វិញគ្រប់គ្រឿងដែលបាទរទ្ធីហុងសុបញ្ញាអីក៏ដាក់ថាគីងកុងបាទរទ្ធីគីងកុង7ក្បាច់ចង់កលាបសក៏គីងកុងអាចធ្វើបានចង់ហក់ពុះកែងក៏គីងកុងអាចធ្វើបានកែងឆ្វេងកែងឆ្ដាំទាត់ធាក់បើគឺក្បាច់គ្រប់តែក្បាច់ទាំងអស់គឺគីងកុងធ្វើបានទាំងអស់ចឹងហើយបានគេដាក់ឈ្មោះថាបាទរទ្ធីគីងកុង7ក្បាច់នេះគឺតាមរយៈ live របស់លោកលីហួរហើយឃើញក្មេងៗគាត់និយាយលេងគ្នាគាត់ទេប៉ុន្តែឃើញក្បាច់របស់គាត់ល្អមែនបងប្អូនបាទចម្រុះហ្មងគឺនិយាយរួមទៅគឺបងប្អូនមើលគីងកុងវាយគឺមើលអត់ធុញទេបងប្អូនមកមើលវីដេអូចាស់ៗឬក៏វីដេអូថ្មីក្រោយនេះឃើញថាបាទស្នៀតហើយនឹងកម្លាំងស៊ូសការអង្អាចក្លាហាននិយាយរួមទៅគឺការផ្ដាច់បាទការផ្ដាច់របស់គេហើយចលនាចង្វាក់ជាពិសេសគាត់ចំហគាត់ឆ្វេងប៉ុន្តែចង្វាក់ស្ដាំរបស់គាត់នឹងក៏មិនធម្មតាដែរឆ្វេងប៉ុន្តែទៅមកស្ដាំនឹងគឺឃើញស្ដាំតាមរបស់គាត់នឹងគឺពិបាកកីឡាករមកគឺពិបាកកិច្ចរបស់គាត់បងប្អូនកិច្ចមិនបើក្មេងៗដូចគ្នាណាកម្រិតក្មេងៗដូចគ្នាហើយយកមកតាន់ដូចគ្នាក៏ពិបាកកិច្ចក្នុងកម្រិតអាយុ9ឆ្នាំវាយទៅបាន9ដងអញ្ចឹងបើសិនជាយើងកុំនិយាយថាក្មេង9ឆ្នាំដូចគ្នាប៉ុន្តែគាត់វាយរហូតដល់10 20 30ដង40ដង50ដងអាហ្នឹងយើងកុំគិតយើងគិតថាក្មេងដូចគ្នាប៉ុន្តែយកអាយុវាយប្រហែលគ្នាហ្នឹងណាវាយប្រហែលគ្នាបាន10ដងជាងឬក៏9ដងអីហ្នឹងគឺប្រហែលគ្នាហ្នឹងគឺពិបាកក្នុងការទៅរួចមួយគីងកុងនៅស្រុកខ្មែរនេះខ្ញុំគិតចឹងបងប្អូនបាទអរគុណបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយ